I prefer tea to coffee រវាងតែនិងកាហ្វេខ្ញុំចូលចិត្តញ៉ាំតែជាងប្រៀបធៀបនាមនិងនាមយើងដាក់ to តែពេលខ្លះយើងក៏អាចឃើញទម្រង់គេទៅសេជាមួយនឹង over ដែរឧទាហរណ៍ថា I prefer tea over coffee ឬមកពីពាក្យថា I would prefer តែទម្រង់នេះជាទម្រង់ក្រៅផ្លូវការ I prefer walking to driving រវាងដើរនិងជិះខ្ញុំចូលចិត្តដើរជាងតែនៅពេលដែលយើងប្រៀបធៀប A និង B ដើម្បីដាក់ប្រៀបធៀបការតើវាជាកន្សោមនាមនិងនាមអញ្ចឹងយើងត្រូវដូរកិរិយាសព្ទទៅជាចរន្តដើម្បីប្រៀបធៀបទី1ទី2កើតចឹងនៅពេលដែលយើងសេទម្រង់នេះគឺមិនមែនបានតែកំពុងដើរណាចូលចិត្តការដើរជាងការជិះ I prefer to work alone ខ្ញុំចូលចិត្តធ្វើការតែឯងទេកន្លែងនេះអត់មានប្រៀបធៀបទី1ទី2ទេគឺមានតែជំរើសមួយទេយើងអាចដាក់ to បូកជាមួយកិរិយាសព្ទយកតែម្ដងពេលខ្លះនៅពេលដែលយើងចង់ឲ្យការនិយាយយើងកាន់តែផ្លូវការព្រោះស្ដាប់គេចូលចិត្តជាងមុនយើងអាចដាក់ would នៅកណ្ដាលនឹងដូចគ្នា I would prefer to stay here ខ្ញុំចូលចិត្តឬក៏ចង់នៅទីនេះជាងបើសិនយើងនិយាយថា I prefer to stay here ក៏បានដែរគ្រាន់តែ I would នៃវាព្រោះស្ដាប់ហើយនឹងផ្លូវការជាងតែប៉ុណ្ណោះទម្រង់ចុងក្រោយនេះទាំងអស់គ្នាប្រហែលជាមិនសូវឃើញទេ I prefer that he stay home today ខ្ញុំចង់ឲ្យគាត់នៅផ្ទះជាងថ្ងៃនេះដោយសារតែ prefer ដើរទៅដូចជាស៊ុបចាំងធីវអញ្ចឹងជាការឲ្យយោបល់ធ្ងន់អញ្ចឹង stay ត្រូវជាទម្រង់ដើមបំផុតអត់មាន ing ed ឬក៏ s អីទាំងអស់